ต่อตั้งจัดสดับปทวเทศนาตั้งออกเนียจังทั้งไงนี้จิตทั้งไงใบโรยไข่สราบชนำทอปัญญสะปุตตะสะกราชปีปอนปรามร้อยหกสิบปมเปลตรึงทั้งไงจันตีปีไข่โตลาชนำปีปอนอภัยใบในกฤษกราชให้ทั้งไงนี้ก็จิตทั้งไงเวนตีใบตรังเวนnhiệtโยมปุถบรคางภูมิปลายดาเยืองนั่งได้เจียจำนอกเจิงวัดกอดบานกันในเวนตีใบขนมโกลน้องดำใบนังอดตึบอนกุศลจุนดอลปปการัยจนแต่งลายเมียนเมียดดาใบดาจิโดนจิตาปปการัยจนได้โลกบานเธอกาเกริยาเตอหายดอยูลงหมอกนุหายพองนังทำไมหนพองหายก็บานอารัตเนียในอังยมกนาธมาดามใบนังเธอเจทอมแม่กิธาจาดามใบนังบานใจรมเล็กในทอมมาเตียนตะเกณฑ์ดอลการนามจากกรุปอังนังยัดโยมปุถบริษัทต่างหลายจังเตธรรมเทศนาในขนมเวลียนนี้มันเมียนไอจราเตยัดโยมปุถบริษัทคือทาสำได้ติดตามการละเวลียนนั่งเมียนกำนัดจังอัดเมียนทอไอจราเตคือทานั่งเลิกเยกอัมปีไตรสรณคมบันทึกให้นั่งสุเทียนบันทึกเมื่อสำได้ปัญไตมนนั่งสำได้นุกสมเทวนกาคันไตอภัยอัตโตตกเจมนไกรโลกาสำได้จะให้มันบานเตยตามอัคราวิโรธมันเตยตามตึกจัดระบหยัดโยมปุถบริษัทนู้คือทานนั่งสำได้เตยตามกาใจจำปนอไอสมปเกณฑ์เปนั่งจำรานปงเนโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะเนโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะเนโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะเนโมริเกริยานมัสการถวายบังคมเมในขยมประการนาอัตโธโจเมียนรัตนัตยสะจมปัวประจุมใบในพระรัตนะคือบานดอลประปดมวยประทวมวยประสังมวยดอยเสรสาคือทบงดอยสิกไดกรุบอิตาปรังธรรมเตสนังอารับหิสามิติเตยอัมปีบัตนมัสกาเจียจะเนเกียธาเมกเมียนประมาณปันไหนก็สมในเสรีสัวสดายใจยมยังกลการเมียนดาลหยัดโยมปุถบริษัทต่างอ๋อเอเตเนียสัจวาเจเนียดอยเพียสัตสัจวิจานิสวัตเตหันตุสัพเตียอารมณ์ยสุขันเจวะกุศลันจะอนามายังสมออยเสรีสัวสดายนังสิกไดซอกดากาดอัมปีสิกไดเมียนโรคนังอนามัยคือสิกไดปราชาตกเชียธิสรวงเยโจเมียนดอลประการนามาจากกรุปอังนังยัดโยมปุถบริษัทเอาบานสอบกาลสอบเวลียต่อจังธรรมเทศนาในขนมเวลียนี้คือทานังเลิกเยกอัมปีไตรสารณคมนังสุเทียเมื่อสำได้คลาคลาดามใบจีกาใจจำเล็กในจุดนี้ดังดาลหยัดโยมปุถบริษัทได้บานเจดังสลับคลาหายนู้ออยรัดรังแต่เจจำบรรทายตือเตี้ยนังจุดนี้ไอหยัดโยมปุถบริษัทได้เหมือนตอนเมียนกาเจดังนู้คือทาดามใบหนังสวายโยศึกษาแต่งออกเคลียบานเจดังกรุบเคลียจังคางดามนังเลิกเยกอัมปีไตรสารณคมเมื่อสำได้มนอัมปีเปียธาไตรสารณคมนั้นคือโลกใจจังเจียใบบาทคือไตรโนไม่บาท ป
សារណៈនោះមួយបាត់ហើយនឹងគុំនោះមួយបាត់បាត់ទី1ត្រៃត្រៃនឹងគឺមកអំពីពាក្យថាតេតេនឹងប្រែថា3ហើយ3នៅក្នុងទីនេះមិនមែន3កូន3ចៅ3បងថ្នមថែក្បែរភ្នំសំពៅអីទេញាតិញោមពុទ្ធបរិស័ទ3នៅក្នុងទីហ្នឹងគឺចំនួន3បើរួចដល់ពេលសារណៈប្រែថាជាទីពឹងទីរលឹកដល់ពេលគុំមកពីពាក្យថាកមនៈប្រែថាវត្ថុដែលដល់ដល់ពេលយើងរួមនៅបទទាំង3នឹងចូលគ្នាទៅជាតេសារណៈកមនៈចឹងប្រែមកថាវត្ថុដែលដល់ជាទីពឹងទីរលឹកនោះមាន3យ៉ាងហើយចុះវត្ថុជាទីពឹងទីរលឹក3យ៉ាងនឹងមានអីខ្លះញាតិញោមពុទ្ធបរិស័ទវត្ថុជាទីពឹងទីរលឹក3យ៉ាងនោះដែលយើងតែងតែសូត្រតែងតែនមស្ការរឿយគឺបានដល់ព្រះពុទ្ធ1ព្រះធម៌1ព្រះសង្ឃ1បើទាំង3ហ្នឹងហៅថាត្រៃសរណគមវត្ថុជាទីពឹងទីរលឹក3យ៉ាងនេះញាតិញោមគឺថាចេះចាំសូត្រនឹងរត់មាត់គ្រប់គ្នាក៏ប៉ុន្តែគ្រាន់តែយើងមិនបានលើកយកមកជាបញ្ហាមិនបានលើកយកមកឲ្យកើតជាសំណួរជាចម្លើយអញ្ចឹងញាតិញោមខ្លះក៏បានដឹងញាតិញោមខ្លះក៏មិនបានដឹងបើហើយចំពោះរតនៈទាំង3គឺព្រះពុទ្ធពធព្រះសង្ឃទី1គឺព្រះពុទ្ធហ្នឹងគឺមកពីពាក្យថាពុទ្ធៈប្រែថាត្រាស់ដឹងតើពុទ្ធៈហ្នឹងប្រែថាត្រាស់ដឹងចុះការត្រាស់ដឹងនោះតើត្រាស់ដឹងនៅអីអំពីការត្រាស់ដឹងហ្នឹងគឺលោកសំដៅដល់ការត្រាស់ដឹងនៅធម៌ទាំងឡាយដែលកំបាំងហើយចុះធម៌ទាំងឡាយដែលកំបាំងនោះមានអីខ្លះគឺបានដល់អរិយសច្ចៈ4និងមគ្គ4ផល4និព្វាន1ជាដើមហៅថាធម៌ដែលកំបាំងធម៌ទាំងអស់នេះអរិយសច្ចៈ4ក្តីមគ្គ4ផល4និព្វាន1ក្តីនោះគឺតែងតែមាននៅជាធម្មតាក្នុងលោកយើងនឹងគ្រប់ពេលគ្រប់វេលាក៏ប៉ុន្តែពេលណាដែលមិនទាន់មានលោកអ្នកដែលត្រាស់ដឹងអញ្ចឹងធម៌នេះគឺអាចកំបាំងណាស់សម្រាប់ភ្នែករបស់មហាជនយើងទូទៅដែលយើងមិនអាចដឹងមិនអាចមើលឃើញមិនអាចចាក់ធ្លុះទៅបានលុះត្រាណាតែមានប្រពុតនោះត្រាស់ដឹងឡើងក្នុងលោកជាអ្នកមើលឃើញជាអ្នកចាក់ធ្លុះនៅអរិយសច្ចៈ4ជាអ្នកដឹងនៅប្រះនិព្វានមគ្គ4ផល4និព្វាន1នៅហើយទើបធម៌នឹងបានបើកបានបង្ហាញបើហើយប្រពុតពុទ្ធៈគឺការត្រាស់ដឹងនឹងឯងហើយចំណែកឯប្រពុតនេះគឺលោកអ្នកដែលត្រាស់ដឹងនៅធម៌ដោយប្រពៃចំពោះព្រះអង្គខ្លួនឯងហើយលោកបានដឹកនាំបង្ហាត់បង្រៀនព្រានប្រដៅនៅមហាជននឹងឲ្យត្រាស់ដឹងតាមបានផងនឹងហៅថាប្រពុតរួចអំពីពាក្យថាប្រពុតនឹងលោកចែកចេញជា3ទៅទៀតតើប្រពុតដែលលោកចែកចេញជា3នោះគឺប្រាស័ព្ទបញ្ញូពុត1ប្រាសបច្ចេកពុត1ហើយនឹងប្រាសអនុពុត1ហើយចុះប្រពុតទាំង3ប្រភេទទាំង3យ៉ាងហ្នឹងតើខុសគ្នាឬក៏ដូចគ្នាយ៉ាងណាញាតិញោមពុទ្ធបរិស័ទទី1ដែលហៅថាប្រាស័ព្ទបញ្ញូពុត
បានដល់បុគ្គលអ្នកដែលបានត្រាស់ដឹងនៅធម៌នឹងសពគ្រប់សពប្រការទាំងអស់ព្រោះថាលោកមាននៅសัพពយុត្តញ្ញាណគឺមាននៅប្រាជ្ញានឹងមិនមានទីបំផុតមិនមានទើសទាស់អត់មានកំបាំងចន្លោះកន្លែងណានោះទេមិនថាឡើយធម៌នោះនៅក្នុងទីជ្រៅទីអាចកំបាំងដល់ទីណាកន្លែងណាក៏ប្រសពបញ្ញូពុទ្ធនឹងព្រះអង្គអាចដឹងអាចជ្រាបអាចឆ្វេងយល់អាចជាក់ច្បាស់ដោយបញ្ញាញាណរបស់ព្រះអង្គនឹងបានគ្រប់ទិសគ្រប់ទីទាំងអស់អញ្ចឹងហើយបានជានៅក្នុងសម័យពុទ្ធកាលនោះតែងតែមាននៅព្រះរាជាក្តីមន្ត្រីកហបតីអ្នកមានអ្នកក្រអ្នកកំសត់ទុរគតមិនថាពពួកសមណៈឬក៏ព្រាហ្មណ៍ណានិមួយនោះទេអ្នកដែលត្រូវការចង់ដឹងចង់សិក្សាស្វែងយល់អំពីធម៌អាហ្នឹងតែងតែចូលទៅសួរបាសនាចំពោះព្រះអង្គដើម្បីឲ្យព្រះអង្គទ្រង់ត្រាស់សម្ដែងបង្ហាញហើយកាលដែលពុទ្ធបរិស័ទមហាជនទូទៅនឹងបានចូលទៅគាល់ទៅសួរព្រះអង្គគឺព្រះអង្គអាចនឹងដោះស្រាយនៅរាល់បញ្ហាទាំងអស់នោះមិនមានទិសមិនមានទាស់នោះទេកុំថាឡើយតែប្រស្នារបស់មនុស្សសលោកយើងធម្មតាសូម្បីតែប្រស្នារបស់ពពួកទេវតាប្រស្នារបស់ព្រះអិនប្រព្រំយមរាជណាក៏ដោយឲ្យតែទៅចូលគាល់ទៅសួរនៅប្រស្នាចំពោះព្រះអង្គគឺព្រះអង្គអាចដោះស្រាយបានគ្រប់សំណួរទាំងអស់ព្រោះហេតុដូច្នោះហើយបានជាព្រះសម្មាសម្ពុទ្ធអង្គនោះទ្រង់ប្រានាមថាជាសัพពញុត្តញ្ញាណតហើយទី2គឺប្រះបច្ចេកពុទ្ធប្រះបច្ចេកពុទ្ធនឹងក៏ជាអ្នកលោកត្រាស់ដឹងនៅធម៌ដោយខ្លួនព្រះអង្គឯងដែរប៉ុន្តែលោកមិនអាចនឹងបង្ហាត់បង្រៀនព្រានប្រដៅពួកជនឲ្យបដិបត្តិឲ្យធ្វើតាមឲ្យស្វែងរកនៅមគ្គផលនិព្វានបានដូចជាព្រះសម្មាសម្ពុទ្ធនោះគឺអត់ទេប្រះបច្ចេកពុទ្ធនឹងគឺលោកត្រាស់ដឹងនៅធម៌ដែលធ្វើនៅទីបំផុតនៃទុក្ខគឺប្រះនិព្វាននឹងបានដោយព្រះអង្គឯងក៏ប៉ុន្តែមិនអាចនឹងបង្ហាត់បង្រៀនមិនអាចដោះស្រាយនៅរាល់បញ្ហាកម្មទាំងឡាយជូនដល់ពុទ្ធបរិស័ទឬក៏មហាជនទូទៅនឹងគឺមិនអាចដោះស្រាយបានទេលោកគ្រាន់តែអាចនឹងណែនាំមនុស្សយើងឲ្យចេះធ្វើល្អចេះប្រព្រឹត្តនៅសច្ចចរិតធម៌ចេះធ្វើទានជាដើមដើម្បីនឹងសន្សំនៅបុណ្យសន្សំនៅកុសលប៉ុន្តែព្រះអង្គមិនអាចនឹងដឹកនាំពុទ្ធបរិស័ទណាមួយឲ្យរួចចាកអំពីសេចក្តីទុក្ខដោយព្រះអង្គនោះគឺមិនមានទេប៉ុណ្ណឹងគឺប្រះបច្ចេកពុទ្ធហើយទី3គឺប្រះអនុពុទ្ធប្រះអនុពុទ្ធនឹងគឺបានដល់ពពួកសាវកទាំងឡាយមានមហាសាវកទាំង80ព្រះអង្គគឺព្រះសរិបុត្រព្រះមោគលានព្រះមហាកបិណ្ឌព្រះកោដញ្ញៈព្រះមហាកស្សបៈអីជាដើមដែលលោកជាអ្នកសិក្សាតាមធម៌អាសិក្ខាវិន័យរបស់ព្រះសម្មាសម្ពុទ្ធហើយលោកក៏បានធ្វើឲ្យជាក់ច្បាស់នៅព្រះនិព្វានមានមគ្គ4ផល4និព្វាន1នោះថាដូចជាព្រះសម្មាសម្ពុទ្ធដែរក៏ប៉ុន្តែព្រះអនុពុទ្ធទាំងអស់ហ្នឹងគឺលោកមានប្រាជ្ញាហ្នឹងមានដែនកំណត់បានន័យថាបញ្ញាបុណ្យបារមីរបស់ព្រះអង្គហ្នឹងដឹងតែមួយចំណែកណាដូចជាព្រះសរិបុត្រអញ្ចឹងទៅលោកពូកែខាងឲ្យប្រាជ្ញារួចដល់ពេលព្រះមហាមោគលានលោកពូកែខាងរិទ្ធរួចព្រះមហាកស្សបៈឯណោះលោកពូកែខាងទៅដងអញ្ចឹងហើយបានជាថាប្រាជ្ញារបស់លោកនឹងគឺមានកំណត់អត់ដូចជាព្រះសម្មាសម្ពុទ្ធទេនឹងហៅថាព្រះអនុពុទ្ធ
គឺលោកអ្នកដែលត្រាស់ដឹងតាមពាក្យព្រានបដៅរបស់ព្រះសម្មាសម្ពុទ្ធហើយព្រះបច្ចេកពុទ្ធនឹងក៏មានព្រះអនុពុទ្ធនឹងញាតិញោមពុទ្ធបរិស័ទចំពោះព្រះអនុពុទ្ធនឹងក៏លោកមាននៅភាពវិសេសវិសាលរបស់លោកដែរតើលោកមាននៅភាពវិសេសវិសាលនោះដូចម្ដេចព្រះអនុពុទ្ធនឹងគឺព្រះអង្គលោកសិក្សារៀនសូត្រនៅធម៌អាសិក្ខាវិន័យរបស់ព្រះសម្មាសម្ពុទ្ធហើយលោកធ្វើឲ្យជាក់ច្បាស់នៅមគ្គផលនិព្វានលោកធ្វើឲ្យជាក់ច្បាស់នៅក្នុងអរិយសច្ចៈទាំង4ថ្វីត្បិតតែប្រាជ្ញាលោកមិនមានទីបំផុតមិនដឹងសពគ្រប់ដោយព្រះសម្មាសម្ពុទ្ធក៏ពិតមែនប៉ុន្តែលោកមាននៅសមត្ថភាពនឹងដឹកនាំពុទ្ធបរិស័ទដែលមានឧបនិស្ស័យជាមួយនឹងព្រះអង្គនឹងឲ្យត្រាស់ដឹងនៅអរិយសច្ចៈទាំង4ឲ្យត្រាស់ដឹងនៅមគ្គ4ផល4និព្វាន1នឹងថាដូចជាព្រះសម្មាសម្ពុទ្ធដែរតើនឹងពីទី1គឺពុទ្ធឲ្យដល់ពេលត្រៃសរណគមទី1គឺពុទ្ធហើយត្រៃសរណគមទី2គឺពធអញ្ចឹងពធនេះគឺមកពីពាក្យថាធម្មៈប្រែថាធម្មជាតិទូលទៅរួចធម៌នៅក្នុងទីហ្នឹងលោកសំដៅដល់កុសលធម៌កុសលធម៌ហ្នឹងបានដល់បុណ្យអំពើបុណ្យអំពើសុចរិតធម៌ហ្នឹងលោកហៅថាធម៌ធម៌ទាំងអស់ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងមកហ្នឹងហៅថាពធពធនេះគឺជានិយានិកធម៌សម្រាប់ពុទ្ធបរិស័ទទូទៅដែលបានសិក្សាប្រតិបត្តិទៅតាមធម៌ទាំងឡាយនោះហើយថាជាធម៌នាំមកនៅសេចក្តីសុខសេចក្តីចម្រុងចម្រើនទាំងពេលជាបច្ចុប្បន្ននេះផងទាំងពេលទៅបរលោកផងហើយនឹងជាធម៌ដែលអាចសណ្ដោងយឹតយោងពុទ្ធបរិស័ទទាំងឡាយណាអ្នកដែលប្រតិបត្តិត្រូវត្រង់តាមធម៌នោះឲ្យបានដល់នៅទីរំលត់ទុកពលគឺព្រះនិព្វានហើយពធដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងមកហ្នឹងមានរហូតទៅដល់84000 បឋមខណ្ឌហើយពធ84000 បឋមខណ្ឌហ្នឹងគឺលោកចែកចេញជា3ទី1គឺព្រះវិន័យហ្នឹង21000 ធម្មខណ្ឌទី2ប្រសោត21000 ធម្មខណ្ឌទី3ប្រហាពិធម្ម42000 បឋមខណ្ឌហើយដល់ពេលយើងបូកបញ្ចូលគ្នាទាំង3នឹងទៅស្មើនឹង84000 ធម្មខណ្ឌហើយចោះធម៌84000 ធម្មខណ្ឌនឹងតើច្រើនឬតិចញាតិញោមពុទ្ធបរិស័ទប៉ុណ្ណឹងបើតាមប្រាជ្ញាស្មារតីរបស់មហាជនយើងទូទៅនឹងធម៌84000នេះគឺថាច្រើនក្រៃលែងមែនតែនយើងសិក្សារៀនសូត្រនឹងចេះចាំមិនអស់ទេក៏ប៉ុន្តែសម្រាប់ព្រះសម្មាសម្ពុទ្ធវិញព្រះអង្គថាជាចំណែកបន្តិចបន្តួចបើលោកសម្ដែងថាជាចំណែកបន្តិចបន្តួចទេព្រោះព្រះអង្គសម្ដែងដល់ប្រាប់ដល់ភិក្ខុសង្ឃទូទៅមានព្រះអានន្ទព្រះសរិបុត្រព្រះមោគលានជាដើមដោយលោកប្រៀបធៀបនៅក្នុងហ្នឹងព្រះអង្គសម្ដែងដូចជាមួយនឹងព្រះអានន្ទគឺថាព្រះអង្គទៅចាប់នៅស្លឹកឈើបន្តិចអំពីផែនដីមកចុងកញ្ចក់បន្តិចមកហើយព្រះអង្គក៏សួរថាមនីអានន្ទថាតើស្លឹកឈើនៅនឹងដៃតថាគតហើយនឹងស្លឹកឈើដែលជ្រុះរាយប៉ាយនៅលើផែនដីតើមួយណាច្រើនជាងហើយញោមជួយគិតមើលដែលស្លឹកឈើនៅនឹងដៃព្រះអង្គហ្នឹងហើយនឹងស្លឹកឈើដែលជ្រុះនៅលើផែនដីតើមួយណាច្រើនជាងគឺស្លឹកឈើដែលជ្រុះនៅលើផែនដីនឹងច្រើនជាងព្រោះហេតុដូច្នោះហើយទើបព្រះអានន្ទនឹងលោកពោលថាបបិទ្ធព្រះអង្គដ៏ចម្រើន
ស្លឹកឈើដែលព្រះអង្គចាប់មកបន្តិចនេះហើយនឹងស្លឹកឈើដែលនៅនឹងផែនដីនោះគឺថាខុសគ្នាច្រើនណាស់ខុសគ្នាឆ្ងាយណាស់មិនសមគួរដល់ការប្រៀបធៀបមិនគួរនឹងយកទៅប្រៀបធៀបគ្នាបាននោះទេព្រោះថានៅស្លឹកឈើដែលនៅនឹងដៃហ្នឹងតែបន្តិចរួចឯស្លឹកឈើដែលជ្រុះរាយប៉ាយលើផែនដីនឹងថាច្រើនអើយច្រើនទើបព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ថាមនាអនន្តយ៉ាងណាមិញរីធម៌ដែលតថាគតលើកយកមកសម្ដែង 84000 នេះថាប្រៀបបីដូចជាស្លឹកឈើនៅនឹងដៃតថាគតរួចចំណែកឯធម៌ដែលព្រះអង្គត្រាស់ដឹងនឹងថាសពគ្រប់ហើយថាដូចជាស្លឹកឈើដែលនៅជ្រុះរាយប៉ាយលើផែនដីអញ្ចឹងគឺចង់បញ្ជាក់ថាធម៌ដែលព្រះអង្គត្រាស់ដឹងនោះគឺច្រើនក្រៃលែងហើយធម៌ដែលព្រះអង្គត្រាស់សម្ដែងដល់ពួកពុទ្ធបរិស័ទនឹង 84000 បឋមខណ្ឌដែលយើងនាំគ្នាថាច្រើនពិបាកក្នុងការសិក្សារៀនសូត្រនឹងគឺព្រះអង្គលោកសម្ដែងថាបន្តិចបន្តួចបើនឹងអំពីអត្តន័យសេចក្តីនៃពធហើយទី3រតនៈទី3នោះគឺប្រសង្ឃរតនៈសង្ឃៈនៅក្នុងទីនេះគឺលោកប្រែថាជាក្រុមប្រែថាជាពួកប្រែថាជាគណៈហើយចុះក្រុមពួកគណៈដែលយើងអាចនឹងហៅថាសង្ឃបាននឹងតើក្រុមពួកគណៈដូចម្ដេចញាតិញោមពុទ្ធបរិស័ទក៏នៅក្នុងចំណែកហ្នឹងក៏មាននៅមតិដែលយល់ច្រឡំនឹងជាច្រើនថាឲ្យតែគេមានគ្នាមានក្រុមមានបកមានពួកមានគណៈអញ្ចឹងទៅគេថាសង្ឃទាំងអស់ហើយអាត្មាលើអញ្ចឹងហើយចេះឆ្ងល់ថាចុះបើសិនជាក្រុមអ្នកផឹកស៊ីក្រុមអ្នកជក់ថ្នាំញៀនក្រុមអ្នកលេងស្រីចូលការ៉ាអូខេក្រុមចោលលួចចោលឆក់ចោលប្លន់អីយើងអាចហៅថាសង្ឃបានដែរឬក៏អត់បានអត់ញោមបើអត់បានទេព្រោះថាក្រុមនងបកពួកនងក៏ពិតមែនប៉ុន្តែមិនមែនអាចហៅថាសង្ឃបានទេព្រោះថាសង្ឃនៅក្នុងពុទ្ធសាសនានេះដែលប្រែថាក្រុមប្រែថាពួកប្រែថាគណៈហ្នឹងគឺបានដល់អ្នកដែលបួសបើអ្នកដែលបួសទៅតាមធម៌អាសិក្ខាវិន័យរបស់ព្រះសម្មាសម្ពុទ្ធហើយជាអ្នកប្រតិបត្តិល្អហើយលោកសម្ដៅដល់ភិក្ខុទៀតដែលហៅថាសង្ឃនៅក្នុងទីហ្នឹងគឺបានដល់ភិក្ខុហើយនឹងភិក្ខុណីកុំថាឡើយក្រុមពួកអ្នកដែលប្រព្រឹត្តធ្វើនៅអំពើពាលាផ្សេងនោះសូម្បីតែក្រុមពួកឧបាសកឧបាសិកាទាយុទាយិការហូតដល់សាមណេរសាមណេរីហ្នឹងក៏មិនទាន់បានឈ្មោះថាជាក្រុមពួកនៃសង្ឃដែលយើងពោលយើងសូត្រស្វាត់សៀយនមស្ការជារឿយហ្នឹងគឺមិនទាន់បានឈានចូលដល់សង្ឃនឹងទេមានតែភិក្ខុហើយនឹងភិក្ខុណីទើបបានឈ្មោះថាជាសង្ឃដែលយើងសូត្រនឹងតើយើងសូត្រសង្ឃោវិសុទ្ធធោជាដើមនោះគឺបានដល់ភិក្ខុហើយនឹងភិក្ខុណីហើយជាក្រុមជាពួកជាគណៈក្រុមនឹងចាប់ពី4អង្គឡើងទៅ4អង្គ5អង្គរហូតដល់20អង្គឬក៏លើសពី20អង្គនឹងទៅបានហៅថាសង្ឃនៅក្នុងទីនឹងហើយចុះញាតិញោមខ្លះគាត់ឆ្ងល់ថារួចពេលដែលត្រូវការប្រគេនតយទានត្រូវការមុនលោកសោតមុនសង្ឃទានឬបន់ផ្សេងមុនសាមណេរទៅសង្ឃដែរឬក៏អត់ត្រង់ហ្នឹងគឺញាតិញោមត្រូវមានការប្រុងប្រយ័ត្នយ៉ាងម៉េចទី1គឺវាចាការមុនដោយខ្លួនឯងការមុនដោយខ្លួនឯងហ្នឹងគឺថាស្គាល់អង្គណាមុនអង្គនងចឹងទៅអត់បានទៅមុនអំពីសំណាក់គ្រូចៅអធិការទេហើយដូចយើងចឹងគ្រូចៅអធិការបានដល់លោកតាក
cầm hiền bảo lục ta cầm hiền chẳng lục chia bậc thiên nơi tin đấng pe na đại dương trời ca này môn và sáng cứ dương tẹt tông từ môn đào lục toa từ bàn sòng hồi bữa sân chỉ dương ở từ môn lục toa tới dương môn nẹt na môi đại dương squall chia lục chai lục côn lục muối anh đấng cho với tới chia bậc col ở bàn sòng thì cho lấy nhôm tòn trắng cứ trời prong và giàn dương trời châu từ thay một cùng lục hái sông môn và sáng tái dương bà sân như dương sả lan ăn ná dương thẻ tha sông môn ăn ni sông môn ăn nấu bị khâu cả đói sam mà này cả đói bê đại lục chặt từ chẳng tới lục chỉ bật thiên sang chặt từ chẳng tuột bay chỉ sam mà này có ban tới chỉ sang đài bảo nắng cứ dương trời bàn trai chạy đạch Nam mô Tây Ni tòn chẳng âm pi trai sarana công nắng cứ sừng khai và pan nắng bắt to từ tiệt ní cứ nhằm cả na tham nắng xôm lược dốc âm pi sật thia nắng miền này tha cà chưa rư chùm nửa ai cho sật thia để tha cà chưa rư chùm nửa nắng ta nắng miền này xịt đây đôi mà đạch âm pi sật thia đại hai tha ca chưa rư chùm nưa ní sật thia buôn giang cả miền sật thia pi giang cả miền tai nực nông pe nắng cứ tha nhâm cả na tham năng lược vô âm pi sật thia pi giang mực sùng đại mần âm pi sật thia đại hai tha ca chưa rư chùm nưa miền pi giang nấu cứ sật thia chưa không muối sật thia chưa trời mùi đại và lầy nắng lúc hai tha sật thia nhiên là sam và dốt cứ sật thia chưa trời rồi sật thia nhiên là vấp và chốt cứ sật thia chưa không sật thia nhiên sam và dốt đại hai tha sật thia chưa trời nắng cứ dưỡng chưa và cọp đôi prạch nhà rồi đo phê sật thia nhiên là vấp và dốt đại hai tha sật thia chưa không nấu cứ sật thia đại chưa mình pro cọp đòi bạch nhà hãy cho sật thia đại chưa mình pro cọp đòi bạch nhà nấu tao đôi mà đạch cứ tha âm pi cả chưa mình pro cọp đòi bạch nhà nắng cứ vô tha cả ban nơi xịt đây sọc đây chùm rong chùm ran cái đấy cứ miền nè đợt tây chỉ nè ỏi rồi bà sân chỉ cao tộc tôi chặt rư co miền mua mấy phay ở sân ăn cro ấy tha nè đợt tây nắng cái ỏi đài ban này tha dương chưa tha dương ban xịt đây sọc đây ban xịt đây tục đây nắng có pro tại miền nè đợt tây ti pi ti bay nó chỉ nè ỏi rồi ông pi thia đài pra cha panya nắng nhiệt nhôm cột bò sạt cứ tha nơi nông sớm mai cột tà cá bò để sạt nắng cột chưa lơ ca bô chia dàn cột cả chưa lơ ca bô chia dàn chưa lơ màu priy bay xa chạy chia đờm rồi đào pin chẳng tới còn miền priêm mà nè nấu cột hiện chla tiền kỳ cột đăng than nè sọc nè phum nắng chưa lơ màu priy bay xa đào pin chẳng tới cột là lơ đam chơ thông môi là móm nơi mọt lẩu rồi pe na đại khơi và chia chôn nè sọc nè phum nâng màu chật đó quạt và tao chương làng từ lứ đây quạt tao mê chơ nâng tại dòng các bao tại dòng luôn cho mà khảo hỏi quạt có sài prap và chia chôn nâng tha mình nè tầng lái cho nè nòm khnia dọc nơi krương đằng vai mặt vai dương miền miền pra miền lôi miền trọp sắm bát cô cả bay chụp mòn tia chỉ đám giờ mặt vai dương hồi bà sân chia mình giờ mặt vai mà bôi chia đào dương tí dương nâng tầm lẹ luôn ở slam hồi pena đại dương tầm lẹ luôn ở slam hái dương nâng khai chỉ mau tay hào rồi pe đại dương khai chỉ mau tay hào hái dương đào lông nè sọc nè phum nâng khúc tiền lông cạch đầy cạch chương cạch co cạch một cạch mọt ấy chỉ đàm chẳng tử rồi đào pe chia chôn nâng quạt hiển chào đái
តើរឿងឆោតដែរគាត់ជឿព្រោះគាត់ជឿលើអបិយជំនឿនឹងហួសពេកហើយដល់ពេលអញ្ចឹងទៅគាត់នាំគ្នាយកលុយកាក់មាសប្រាក់យកមន់យកទាគោក្របីនឹងទៅបូជាព្រាហ្មណ៍នៅក្រោមដើមឈើនឹងទៅហើយដល់ពេលប្រជាពលរដ្ឋនឹងទៅបាត់អស់ព្រាហ្មណ៍នឹងគាត់ចុះពីលើដើមឈើមកប្រមូលអីវាយអីវ៉ាន់នឹងយកទៅផ្ទះគាត់ថ្ងៃក្រោយមកគាត់ធ្វើអញ្ចឹងទៀតថារាល់ថ្ងៃអានឹងដោយសារហេតុអីដោយសារតែយើងនឹងជឿប្រាសចាកបញ្ញាហើយដល់ពេលយើងជឿប្រាសចាកបញ្ញាអញ្ចឹងទៅគេអ្នករៀងឆ្លាតជាងយើងគេបោកយើងដោយសន្តិភាពយល់ទេញោមតើគឺគេបោកយើងដោយសន្តិភាពហើយអត់ខុសច្បាប់ទៀតព្រោះហេតុអីព្រោះថាយើងជឿពេកយើងជឿរើខ្មោចព្រាយបិសាចនឹងហួសពេកអញ្ចឹងគេឆ្លៀតឱកាសហ្នឹងគេឆ្លៀតឱកាសនៅពេលដែលយើងជឿយើងផិតយើងភ័យហ្នឹងគេគំរាមកំហែងអាហ្នឹងមួយយ៉ាងហើយមួយយ៉ាងទៀតនោះក៏មានព្រាហ្មណ៍ម្នាក់ទៀតជាអ្នកដែលមាននៅអំណាចក្រនបាដែរនៅក្នុងស្រុកភូមិហ្នឹងគាត់បានឲ្យប្រជាពលរដ្ឋហ្នឹងនាំគ្នាធ្វើពិធីបូជាយញ្ញដើម្បីសុំសេចក្តីសុខហើយការបូជាយញ្ញគាត់នឹងខុសគេញាតិញោមពុទ្ធបរិស័ទគាត់ត្រូវសម្លាប់គោ100ក្បាលសម្លាប់ជ្រូក100ក្បាលសម្លាប់ពពែ100ក្បាលសម្លាប់សេះ100ក្បាលរហូតដល់សម្លាប់កុមារីនឹងកុមារា100នាក់កុមារី100នាក់ដើម្បីធ្វើពិធីថាគាត់ថាបើមិនធ្វើអញ្ចឹងទេនឹងកើតមាននៅមោះមីភ័យអាសន្នអន់ក្រកើតនៅឧត្តបាតផ្សេងដល់ស្រុកដល់ភូមិរបស់យើងរួចកាលដែលបូជាយញ្ញដែលមានសភាពបែបនេះទៅគឺថានឹងនាំឲ្យកើតនៅសេចក្តីសុខសេចក្តីចម្រើនរួចពលឹងវិញ្ញាណដែលគេសម្លាប់យកទៅបូជាយញ្ញហ្នឹងគាត់ថាបានឡើងទៅឋានសួគ៌ក៏ប៉ុន្តែសម័យហ្នឹងរៀងសំណានតិចដែរញាតិញោមពុទ្ធបរិស័ទក៏គាត់ជួនពេលហ្នឹងក៏គេរៀបនឹងធ្វើពិធីសម្លាប់សត្វពិធីដែលសម្លាប់ក្មេងដើម្បីបូជានឹងហើយក៏ប៉ុន្តែមានភិក្ខុសង្ឃហ្នឹងលោកទៅប្រោះតន់ដល់ពេលលោកទៅប្រោះអញ្ចឹងទៅគាត់សួរភិក្ខុហ្នឹងក៏លោកសួរនៅក្នុងចំណោមមហាជនហ្នឹងគាត់សួរទៅព្រាហ្មណ៍គាត់ថាមើលព្រាហ្មណ៍ឯការបូជាហ្នឹងពិតជាបានរួចផុតពីមោះមីភ័យអាសន្នអន់ក្រមែនឬហើយព្រាហ្មណ៍ហ្នឹងគាត់ឆ្លើយថាពិតមែនគឺការបូជាហ្នឹងនឹងបានរួចអំពីគ្រោះថ្នាក់គ្រោះភ័យអាសន្នអន់ក្រហើយលោកក៏សួរទៀតថាចុះការបូជាហ្នឹងសម្រាប់ក្មេងសម្រាប់គោក្របីជ្រូកមាន់ទាហ្នឹងថាពលឹងវិញ្ញាណពិតជាទៅកើតឋានសួគ៌មែនឬក៏មិនមែនហើយព្រាហ្មណ៍ហ្នឹងគាត់ថាពិតមែនគាត់ថាពិតមែនអញ្ចឹងហើយញោមដឹងថាវិខោហ្នឹងលោកសួរថាម៉េចវិញអត់លោកក៏សួរថាចុះបើសិនជាសម្រាប់ក្មេងប្រុសក្មេងស្រីនឹងហើយក្មេងទាំងអស់ហ្នឹងបានទៅឡើងឋានសួគ៌ចុះព្រាហ្មណ៍ឯងយកកូនមកសម្លាប់ផងដើម្បីឲ្យកូនបានឡើងឋានសួគ៌បើអាហ្នឹងគឺថាជាកលបច្ចគេឲ្យយើងសម្លាប់គោក្របីជ្រូកមាន់ទាហើយគេឲ្យយើងយកនៅមាសប្រាក់លុយកាក់ផ្សេងហ្នឹងទៅបូជាគេថានាំឲ្យកើតសេចក្តីសុខសេចក្តីចម្រើនរួចដល់ពេលយើងយកនៅមាសប្រាក់ជាដើមនោះទៅបូជាហើយពេលដែលយើងត្រឡប់ទៅផ្ទះវិញគេធ្វើម៉េចញោមគេជូនមាសប្រាក់ហ្នឹងយកទៅផ្ទះគេអនុមោទនីបើធម្មទេសនាក៏រៀងច្រើនដែរហើយបើអញ្ចឹងមិនទាន់ចប់សពគ្រប់ទេរួចអំពីសទ្ធាហ្នឹងក៏សំដែងមិនបានសពគ្រប់ដែរចាំមើលឱកាសពេលក្រោយបើសិនជាមានឱកាសមាននៅពេលវេលាហ្នឹងចាំសំដែងតទៀតបើអញ្ចឹងធម្មទេសនាហ្នឹងមិនទាន់ជាសក់ចប់បរិបូរណ៍ប្រមាណទេប៉ុន្តែយោងទៅតាមកាលវេលាមានកំណត់ប៉ុន្តែនឹងត្រូវបញ្ចប់ក៏ប៉ុន្តែមុននឹងបញ្ចប់ក៏សូមលើកយកនៅកងការមហាកុសលនៅក្នុង
về liền ní đã cao tầm pi thầm mà tiền nâng chạy chun đal bậc kên đal bậc cả nam mà trang cướp bằng nâng chạy chun đal nhiệt nhôm bột bò để sạt tiếng o đại ban anh chơi mơ châu rùm đạp được nông tin đi đấy nhiệt nhôm bột bò để sạt đại lư đal na khơi nơi video nâng đal na của sông ban nơi chủng này bon chủng này của sao nâng cướp nia nâng mà giang tiết có xôm lược dược là con ca mà hai cơ sở đại ca tầm pi thom mà tiền được nông về liền đi chun tận đó rô cà rẽ nè ta tê và đa nâng tua sập bật bò rầm bay từng lai đại thay ra xa nơi mình đôi pa sana thừa rẽ dướng tua ở lục sắt được nông tì na cả lai ná cứ tha xôm trade o nam mô tận niên nơi chúng này bon nâng ngày ban cướp nia từ óng nam mô tận niênอายังสังกเปเนสัมมตาธรรมเทศนากสันนมัตถจับได้สุดท้ายปนักไอเอวัง